Hai nóគ្នាថ្ងៃផងដែរយើងមកតសាច់រឿងរបស់យើងទៀតអ្នកគ្នាមិនតសាច់រឿងរបស់យើងអ្នកគ្នាបាន subscribe ហើយអ្នកគ្នាតាមបានសាទេអ្នកគ្នាអាចទៅ sub បានអ្នកគ្នាតាធម្មពួកអាក្មេងៗនេះបាននិយាយថាអានិយាយចឹងមកយ៉ាងម៉េចព្រះអង្គម្ចាស់ទី8ស្រេចក្រយ៉ានៅកន្លែងយើងរាល់លើមិនដែលឆ្ងាញ់ទេតមកទូរបស់យើងក៏បាននិយាយថាព្រះអង្គម្ចាស់ទី8នរណាគេគាត់បានងាកទៅក៏បច្ចុប្បន្នរបស់យើងហើយតមកគេក៏បានឆ្ងល់គេទៅបានទម្លាក់ដៃចុះហើយក៏បាននិយាយថាប្រព័ន្ធនេះមានការពញាពេកមកគេក៏បានកាត់ទៅដល់កន្លែងនោះគេឈ្មោះថាឈ្មោះគោយិនហ្វឹងអាយុ18ឆ្នាំជាព្រះអង្គម្ចាស់ទី8និងព្រះអង្គម្ចាស់ទី2គោយិនអ៊ីងទាំងពីរកើតចេញពីឆ្នាំតែមួយគេបានគិតថាមើលទៅដូចជាព្រះអង្គម្ចាស់ទី8មានតំណែងតំណងល្អជាមួយនឹងព្រះអង្គម្ចាស់ដើមនៃរាងកាយនេះហើយពួកគេគួរតែទៅកន្លែងរបស់ពួកគេកាលពីយប់មិញចុះហើយអ្វីបានជាប្រឡងដើមស្លាប់នៅក្នុងសួនខាងក្រោមបងខ្ញុំឆ្ងល់អញ្ចឹងពេលនេះខ្ញុំមិនអាចត្រឡប់ទៅគ្រប់គ្រងរឿងនេះបានទេខ្ញុំនៅតែត្រូវស្វែងរកតួឯកត្រង់តមកគេក៏បាននិយាយទៅសួរតែក្មេងថាឲ្យខ្ញុំសួរបន្តិចតើគូយើងនៅដំណាក់ទេថ្ងៃនេះតើគេគួរទៅនៅឯណាតមកគេក៏បានកាត់ទៅឃើញបរិបម្នាក់បាននិយាយថានោះគឺជាព្រះអង្គម្ចាស់ទី3តមកគេក៏បាននិយាយថាកូនខ្វល់បន្តទៅបន្តមកគេក៏បានកាត់ទៅដល់ពួកក្មេងៗនិយាយគ្នាក្មេងស្រីនឹងក៏បានឆ្ងល់ថាគូយើងហើយក្មេងប្រុសបាននិយាយថាជាស្ដេចនៃរ៉ូសអ៊ីអរក្មេងបាននិយាយថាអូប្រុសប្ររំអញ្ចឹងស្ដេចរាជាតែងទៅដល់ខ្លងទ្វារទៅខាងលិចបាត់ហើយដើម្បីយាងទៅដំណាក់វិញហើយបន្ទាប់មកគេបានកាត់ឃើញបរិបម្នាក់ក៏បានឈររាំងថាលោកពូអន្តររាជឈប់សិនលោកពូគេបាននិយាយបន្តថាលោកពូអន្តររាជសូមនិយាយអ្វីល្អទៅកាន់បេតារបស់ខ្ញុំសម្រាប់ខ្ញុំផងខ្ញុំគេនិយាយបានប៉ុណ្ណឹងអាប៉ែនឹងក៏បានចាញ់មកហើយយើងក៏បានកាត់ទៅដល់ពីអ្នកនេះវាធ្វើមកឆ្ងល់ដល់គ្នាហើយក៏ឃើញបរមអ្នកបាននិយាយថារកព្រាបបែបនេះគួរឲ្យធុញណាស់មកទូលរបស់យើងក៏បាននិយាយថាសូមសិនព្រះអង្គម្ចាស់រ៉ូអ៊ីតាមពួកខាងក្រោយបាននិយាយថាហេតុអ្វីក៏ពេញហួយរកព្រះអង្គម្ចាស់រ៉ូអ៊ីនិយាយប៉ុណ្ណឹងក៏គូស្រីរបស់យើងក៏បានយ៉ាងឲ្យមិនទៅវើហើយមកគេក៏បានលោតមកទូលរបស់យើងក៏បានឃើញថាវ៉ាវតួអង្គនេះការអនុគ្រោះរបស់គេមិនពេលនេះទេប៉ុន្តែសូន្យការអនុគ្រោះមានន័យថាការចូលចិត្តឬមួយក៏អីចឹងមានន័យថាអាប៉ែហ្នឹងគាត់ចូលចិត្តតួរបស់យើងណាអ្នកគ្នាតោះមកគេកាត់ទៅឃើញមើលរបស់តួរបស់យើងហើយមកគេមួយមកគេនិយាយថាប្រយ័ត្នផងម្ចាស់តូសៀវហួយកំពុងធ្វើអ្វីហ្នឹងពេលណាមិនបារម្ភអ្នកគ្នាឲ្យមកទៅគាត់បានហើយតមកអាប៉ែហ្នឹងក៏បាននិយាយថាឈប់ហើយមកគាត់ក៏បានចុះពីលើគ្រែស្នេហ៍ហើយក៏បាននិយាយថាតាមម្ចាស់តូសៀវហួយមកទីនេះដើម្បីអង្វរជំនួយព្រះអង្គម្ចាស់ទី3ដែរតមកតួរបស់យើងក៏តមកគាត់បានងាកទៅក្រៅហើយគាត់ឆ្ងល់ថាអង្វរហើយបន្តមកគាត់ក៏បានងាកមកវិញថាព្រះពរហើយបន្តមកគាត់ក៏បានអ្នកគ្នាមកមុខភ័យស្លន់ហើយតមកគេក៏បានឃើញពេលហ្នឹងដកតាមទូដូចថាអត់ចូលចិត្តណាអ្នកគ្នាពេលហើយមកតួរបស់យើងក៏បានបញ្ញាប់ថាអីអត់ទេខ្ញុំម្ចាស់មិនមែនមកដើម្បីអង្វរឲ្យគាត់ទេមកពេលហ្នឹងក៏បាននិយាយថាអញ្ចឹងហើយអ្វីបានជាអញបញ្ចប់ដំណើររបស់ខ្ញុំមកតួរបស់យើងទៅមកហើយក៏បាននិយាយថាបន្តមកតួរបស់យើងក៏បានគិតក្នុងចិត្តថាខ្ញុំមិនបានប្រុងប្រយ័ត្នសោះខ្ញុំមិនអាចនិយាយថាមកពីគ្រាន់តែចង់មើលការចូលចិត្តរបស់គេមកលើខ្ញុំទេត្រូវអត់គួរធ្វើយ៉ាងម៉េចទៅតែមកយើងបានឃើញអាប៉ែជូនោះគាត់បានហោះមកទៀតហើយអ្នកគ្នាហើយក៏បានខ្សឹបប្រាប់តួយើងថាព្រះអង្គម្ចាស់ទី3យុទ្ធហ្វម្នាក់ដែលជាសេននៅតាមផ្លូវគេនិយាយបានប៉ុណ្ណាតួរបស់យើងក៏បានគិតថាកុំខ្សឹបដាក់ប្រជាខ្ញុំបែបនេះព្រោះគ្មាននរណាម្នាក់បានលើឬឃើញលោកទេប៉ុន្តែខ្ញុំចឹងមានន័យថាបច្ចុប្បន្នរបស់យើងហ្នឹងគឺដូចជាប្រឡងមួយដល់គ្នាតែគេស្ដាប់មិនឮហើយក៏មើលមិនឃើញដែរបន្តមកទៀតគេក៏បាននិយាយថាទ្រង់យល់ច្រឡំហើយព្រះអម្ចាស់រ៉ូអ៊ីតមកទូររបស់យើងក៏បានស្រាប់ទៅមកថាខ្ញុំមកទីនេះដើម្បីអង្វរឲ្យមនុស្សរបស់ពួកយើងមកស្រីហ្នឹងក៏បានធ្វើមកស្មារតីថាអូហើយទូររបស់យើងក៏បាននិយាយថាព្រះអម្ចាស់ទី3មិនគោរពច្បាប់ជាការពិតណាស់ដោយសារការប្រណាំងសេះនេះមនុស្សស្ទើរតែមានគ្រោះថ្នាក់ទ្រង់មិនត្រឹមតែមិនទទួលខុសត្រូវថែមទាំងប្រើអំណាចគៀបសង្កត់ប្រជាជនថែមទៀតដូចជាបិសាចច្បាស់ណាស់ដល់មកទូររបស់យើងក៏បានស្រែកមកទំហឹងទៀតថាដូច្នេះហើយទើបខ្ញុំម្ចាស់អង្វរទ្រង់សូមគំលើករកព្រះអម្ចាស់ទី3អង្វរព្រះអង្គទូទៅកាន់ព្រះរាជាម្ចាស់អីព្រះអង្គម្ចាស់ទី3សូមតែទទួលទោសតាមច្បាប់នៃបានប៉ុណ្ណឹងអបិក្រោយក៏បានស្រែកថាណែយើងមិនដែលទៅធ្វើស្អីអញទេអ្វីក៏ឯងមកធ្វើបែបនេះដាក់យើងតមកតរបស់យើងក៏បានគិតក្នុងចិត្តថែមទាំងធ្វើមកភ័យអាគ្រាក៏បាននិយាយថាខ្ញុំក៏អត់ផ្លូវដូចគ្នាច្បាស់ណាស់ថាព្រះអង្គលូអ៊ីពេញចិត្តនឹងពាក្យទាំងនោះបើខ្ញុំមិនអាចធ្វើឲ្យការចូលចិត្តរបស់
គេមកកាន់ខ្ញុំខ្លាចជារយៈពេល3ថ្ងៃនោះទេខ្ញុំនឹងស្លាប់ចាំមានន័យថាទូរបស់យើងមិនសិនជាមិនអស់ម្ចាស់រូអ៊ីពេញចិត្តក្នុងរយៈពេល3ថ្ងៃទេគាត់នឹងស្លាប់បានអ្នកគ្នាដល់មកយើងក៏បានកាត់ទៅឃើញទូរបស់យើងបានប្រកែកថាព្រះអង្គម្ចាស់ទី3គង់ធ្វើគួរឲ្យអស់សំណើចពេកបើសិនមានព្រះអង្គម្ចាស់ណាល្មើសច្បាប់នោះគេស័ក្តិសមនឹងទទួលទោសដូចមនុស្សធម្មតាបើសិនជាមិនជាជននឹងមិនសុខចិត្តទេហើយនឹងបង្កើតជាទម្លាប់មិនល្អបន្តទៅមុខទៀតសោកសៅណាស់គាត់លើទូយើងនិយាយប៉ុណ្ណឹងក៏បានរីករាយហើយក៏បាននិយាយថាមិនដែរដឹងទេថាអ្នកដែរដឹងតែល្ងងលេងច្រើនរាល់ថ្ងៃដូចម្ចាស់តូចហុយពូកែនិយាយហើយនិយាយបានត្រូវយ៉ាងនេះហើយគួរឲ្យគោរពខ្លាំងណាស់ដូចបើព្រះអង្គម្ចាស់អ្នកណាល្មើសច្បាប់គេគួរតែទទួលខុសត្រូវទៅតាមច្បាប់ដូចមនុស្សធម្មតាជាងកំពុងឃើញពន្លឺថ្មីរបស់ឯងហើយរបស់យើងក៏នៅគេសាប៉ុណ្ណឹងក៏បាននិយាយថាទេវាគឺសម្រាប់មនុស្សគ្រប់គ្នាតែកុំមើលអ្នកគ្នាអ្នកក្រោយបន្តមកយើងក៏បានកាត់ដំណើរប្លង់ទៀតដែលជួលរបស់យើងបាននិយាយថាឯងបានត្រឹមតែធ្វើចំណាក់ស្រុកមួយថ្ងៃប៉ុណ្ណោះប៉ុន្តែឯងបានបណ្ដោយខ្លួនតាមអាហារនិងមនុស្សតាមមើលទៅឯងមិនសូវគិតពីបេសកកម្មនេះទេបន្តមកទូរបស់យើងក៏បាននិយាយថាបេសកកម្មបានបញ្ចប់ហើយមិនចឹងព្រះអង្គម្ចាស់រូអ៊ីគេមើលទៅពេញចិត្តជឿដោយក្តីស្មោះត្រង់ខ្ញុំបានប្រកាសថាការចូលចិត្តរបស់គេឡើងតាមអ្វីដែលខ្ញុំនិយាយនោះហើយគេនិយាយបានប៉ុណ្ណាគេក៏បានដេករាទៅវិញហើយនិយាយថាពីដំបូងគិតថាពិបាកបើដឹងថាស្រួលបែបនេះខ្ញុំមិនលុតចូលក្នុងទឹកនោះទេលះបង់ខ្ពស់តម្លៃដែលទទួលបានមកវិញគឺសមហើយហេខ្ញុំនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំរស់នៅទីនេះរហូតដល់ស្លាប់តមកជួររបស់យើងក៏បាននិយាយថាតើឯងគិតថាព្រះម្ចាស់រូអ៊ីជាទូប្រុសមែនទេចឹងតែមានន័យថាទូរបស់យើងនឹងក៏ច្រឡំថាព្រះម្ចាស់រូអ៊ីនឹងគឺជាទូប្រុសអ្នកគ្នាតែប៉ុន្តែព្រះម្ចាស់រូអ៊ីនឹងមិនមែនជាទូប្រុសទេទូរបស់យើងគាត់លើតែប៉ុណ្ណឹងគេក៏បានងើបមកហើយក៏បាននិយាយថាហាគេមិនមែនទេបន្ទាប់មកគេក៏បានទៅមើលតារាងក៏បានឃើញគេទៅសេថាបេសកកម្មដំបូងក្នុងរយៈពេល3ថ្ងៃត្រូវតែទូការអនុគ្រោះបន្ថែមពីទូប្រុសបើមិនទាន់ចេញមួយទាំងមួយទេមានន័យថាមិនទាន់បានសម្រេចទៅមកគេក៏បានកាត់ទៅថ្ងៃទី2ក៏បានឃើញទូប្រុសយើងនៅឈរមកដំណាក់គេហើយមកគ្នាមកធ្វើមុខនេះប្រហែលយកមិញបានដេកហើយយ៉ាងបន្តមកក៏បាននិយាយថាលោកប្រកាសអត់ថាវាមិនពិបាកក្នុងការធ្វើបែបនេះដូចជាវិធីប្រេងមិនដឹងជាក៏បានឃើញពួកគេនិយាយបណ្ដាថែមទាំងដាក់បណ្ដាថាទូរបស់យើងក៏បាននិយាយថាពួកយើងដើរពេញមួយថ្ងៃហើយប៉ុន្តែមិនបានឃើញរបាអនុគ្រោះស្អីសំបីតែមួយកន្លែងនេះធំម្លេះគេចង់និយាយថាទីធ្លានៅវិមាននឹងវាធំណាស់គ្នាមកជួលរបស់យើងបាននិយាយថាគ្មានអ្នកណាសុំឲ្យឯងមកលេងរាល់ថ្ងៃទេព្រោះយើងឆ្លោះចូលឆ្លោះឡើងក៏បាននិយាយថាលោកមិននិយាយអ្វីសំបីតែបន្តិចនៅពេលដែលខ្ញុំសង្កត់មនុស្សខុសអត់ទៅរបស់យើងគាត់ឆ្លោះចូលខាងឡើងធ្វើឲ្យធោះគេបាញ់ដល់គ្នាគាត់ឃើញប៉ុណ្ណឹងគេក៏បានផឹកទៅមកទូរបស់យើងនិយាយតែបាច់ញ៉ាថាខ្ញុំសុំទោសខ្ញុំមិនបានប្រយ័ត្នទៅមកទូឯរបស់យើងម្នាក់ទេគេក៏បានញញឹមហើយនិយាយថាមិនអីទេខ្ញុំមិនបានប្រយ័ត្នខ្លួនឯងទៅមកទូរបស់យើងក៏បានគិតថាសាមញញឹមរបស់គេមើលទៅក៏ក្តៅណាស់ទៅមកគេបានមើលលើក្បាលបារម្ភអ្នកណាក៏បានឃើញការអនុគ្រោះដក5បន្ទុកចាំនិយាយថាស្នាញញឹមនឹងពុកពេញទៅដោយកំហឹងណាគ្នាតែគាត់ធ្វើជាញញឹមទៅហើយបរោះអ្នកណាក៏បាននិយាយថាមិនមានផ្លូវត្រង់ណាទេមែនទេមកទូរបស់យើងក៏បានគិតថាអ្វីក៏ការអនុគ្រោះថយចុះតើមកគេបានកាត់ទៅឃើញបរោះនៃឈរចិត្តនឹងក៏បាននិយាយថាព្រះអង្គម្ចាស់ប្រញាប់ទៅព្រះពរស្វាគមន៍លោកម្ចាស់សៀវហើយតើមកទូរបស់យើងក៏បានមើលប្រវត្តិរបស់ទូម្នាក់ហ្នឹងក៏បានកាត់ឃើញហើយគាត់ឆ្លោះបងគ្នាក៏ចេះឆ្លោះចុះឆ្លោះឡើងអត់ឃើញហើយមកគាត់ក៏បានទៅសួរជួលរបស់យើងសួរថាយ៉ាងម៉េចហើយអ្វីក៏បរិមម្នាក់នេះគ្មានរបាមិនតែអីសោះទៅមកទៅរបស់យើងក៏បានងើបទៅលើអ្នកគ្នាគ្នាមើលគាត់ប្រឹងមើលបាក់ភ្នែកធំហើយទៅមកគេក៏បានមើលដល់គ្នាមើលមានស្អីផងដល់គ្នាមានតែលើប្រច័ណ្ឌហ្នឹងទូរបស់យើងគាត់ឃើញប៉ុណ្ណឹងដល់គ្នាមើលភ្នែកមកជួក៏បាននិយាយថា
anh mới khơi rộp bằng tề rộp bóមនុស្សគ្រប់គ្នាបានម្នាក់ណាដែលពិសេសជាងគេម្នាក់នឹងហើយគឺជាទូប្រុសមកទូរបស់យើងក៏បានស្រាយថាអ្វីដែលបានហត់ត្រង់នៅលើមេឃហើយរារាំងភាគច្រើននេះរបស់អនុគ្រោះរបស់គេពិតជាពិសេសមែនសម្មកទូរបស់យើងក៏បានងាកមកក៏បានគិតថាចឹងមនុស្សម្នាក់នេះជាទូប្រុសហើយមកអ្នកបម្រើក៏បានគិតថាមិនក៏លោកម្ចាស់សៀវហ៊ុយរអ៊ូម្នាក់ឯងអញ្ចឹងពួកនោះបានថាទូរបស់យើងគាត់និយាយជាមួយនឹងជួអញ្ចឹងទៅគេស្មានថាគាត់លោតែម្នាក់ឯងអ្នកគ្នាតមកគេក៏បានមើលទៅទូប្រុសរបស់យើងឃើញថាចិត្តល្អហើយសុភាពទៀតអ្នកគ្នាតមកអ្នកខាងក្រោយក៏បាននិយាយថាព្រះម្ចាស់យើងចាក់ចឹងទេប្រហែលជាថ្ងៃនេះលោកម្ចាស់សៀវហ៊ុយអារម្មណ៍មិនសូវល្អហើយតមកទូរបស់យើងក៏បានទៅឆែកប្រវត្តិទូប្រុសរបស់យើងឈ្មោះថាគូយុនហឹងអាយុ19ឆ្នាំអ្នកដែលជាម្ដាយបង្កើតបានស្លាប់ទៅហើយមិនសូវបានគេរាប់អានទេតមកទូរបស់យើងក៏បានងាកទៅកន្លែងគាត់ធ្វើឲ្យថោកផ្ការបស់ទូប្រុសយើងធ្លាក់បែកហើយគ្នាក៏បានជឿថាធ្វើយ៉ាងម៉េចខ្ញុំបានធ្វើឲ្យទូប្រុសមិនពេញចិត្តតាំងតែពីជប់ភ្លាមតមកទូរបស់យើងបានតមកទូរបស់យើងក៏បានបញ្ញាប់យកកណាត់មកជួយស្បែកជើងទូប្រុសរបស់យើងខាងចានិយាយថាអូមើលស្បែកជើងនេះចុះប្រឡាក់ដីអស់ហើយចាំខ្ញុំម្ចាស់ជួយមកយន្តហឹងរបស់យើងក៏បាននិយាយថាមិនត្រូវការទេតមកបានរូបប៉ុណ្ណាគេក៏បាននិយាយថាវាធ្ងន់ត្រូវទេដំណាក់ត្រង់នៅឯណាទុកឲ្យខ្ញុំម្ចាស់ជួយតមកអ្នកបារាណក៏បាននិយាយថាទេវាមិនធ្ងន់ទេលោកម្ចាស់ស៊ីវហុយនេះគឺជាភារកិច្ចទេសកលហើយមកទូរបស់យើងក៏បាននិយាយថាហេជួយអ្នកដទៃជារឿងដែលងាយស្រួលប្រងឱកាសឲ្យខ្ញុំផងតមកទូរបស់យើងក៏បានកញ្ចក់ឲ្យក៏អ្នកបារាណក៏បាននិយាយថាលោកម្ចាស់ស៊ីវហុយសូមទោសចិត្តចោលមិនអីទេមកទូរបស់យើងស៊ីវហុយក៏បាននិយាយថាលោកសុភាពពេកហើយពួកយើងទៅកន្លែងតែមួយពួកយើងគឺជាគ្រួសារតបមកនៅគ្នាលឺសំឡេងឡើងផាំងដល់គ្នាដល់សំឡេងអីអត់គឺតួរបស់យើងស៊ីវហុយនឹងគាត់ធ្វើឲ្យធ្លាក់បាយតោមួយទៅដល់គ្នាហើយអ្នកគ្រប់គ្នាឡើងស្ងាត់មាត់ឈឹងដល់អស់គ្នាតមកយើងក៏បានស្លេះត្រឹមដល់ហើយដល់គ្នាជាមួយពីមួយថ្ងៃទៀតខ្ញុំធ្វើភាគតអត់ទេអស់គ្នាបាយបាយ